មេឃងងឹតស្លុបនៃម្ដុំមាត់បារាយទឹកខ្លាខេត្តសៀមរាបខ្យល់បក់មកត្រជាក់ដល់ឆ្អឹងខណៈយុវជនម្នាក់កំពុងជិះម៉ូតូកាត់ផ្លូវលំដាច់ស្រយាលម្នាក់ឯងដើមឈើធំធំសងខាងផ្លូវមើលទៅដូចជាដៃខ្មោចដៃបំរុងនឹងមកចាប់ទាញរົບគេស្រាប់តែម៉ូតូរបស់គេរលត់ងងឹតឈឹងក្នុងភាពងងឹតសូនឈឹងគេបានឃើញស្រីម្នាក់ស្លៀកឈុតបុរាណពណ៌សស្អាតឈរនៅក្រោមដើមជ្រៃធំមួយនាងឈរស្ងៀមបែរខ្នងដាក់គេដោយស្មានថាជាអ្នកភូមិដែលវង្វេងផ្លូវគេក៏ដើរទៅជិតដើម្បីសួរនាំប៉ុន្តែកាលណាគេដើរទៅជិតនាងកាន់តែហាក់ដូចជាអណ្ដែកឆ្ងាយទៅពេលគេដើរទៅដល់ពីក្រោយខ្នងនាងហើយដាក់ដៃលើស្មានាងសួរថែបងស្រីតើបងត្រូវការឲ្យខ្ញុំជួយទេស្រីម្នាក់នោះក៏បែរមកយឺតមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែរន្ធខ្មៅងងឹតនិងឈាមហូរស្រោចពេញផ្ទៃមុខសស្លេកនាងសើចតិចខ្ញុំបំពង់ករួចនិយាយថាជួយយកខ្ញុំទៅផ្ទះផងយុវជននឹងភ័យខ្លាចដួលសន្លប់ទៅលើដីលុះព្រឹកឡើងអ្នកភូមិប្រទះឃើញគេដេកនៅទីនោះម្នាក់ឯងប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺមានស្នាមដៃប្រឡាក់ឈាមពណ៌ខ្មៅជាប់នៅលើស្មាអោបរបស់គេយ៉ាងច្បាស់